ការធ្វើខ្លួនឲ្យឆ្លាតវៃនិងមិនឲ្យចាញ់ប្រៀបគេមិនមែនសំដៅលើការទៅឆ្លោះប្រកែកឬយកឈ្នះចាញ់គ្រប់រឿងនោះទេប៉ុន្តែវាគឺជាការកសាងសមត្ថភាពទន់ភ្លន់និងការដឹងទាន់ល្បិចកលដើម្បីការពារខ្លួនខាងក្រោមនេះជាវិធីសាស្ត្រគន្លឹះដែលអ្នកអាចយកទៅអនុវត្តបាន 1. ពង្រឹងសមត្ថភាពនិងចំណេះដឹងច្បាំងដោយប្រាជ្ញារៀនសូត្រឥតឈប់ឈរមនុស្សដែលគ្មានចំណេះដឹងងាយនឹងត្រូវគេបោកប្រាស់ឬកេងប្រវ័ញ្ចត្រូវអានសៀវភៅតាមដានព័ត៌មាននិងអភិវឌ្ឍជំនាញការងាររបស់ខ្លួនឲ្យខ្លាំងនៅពេលដែលអ្នកពូកែពាក្យសម្ដីរបស់អ្នកនឹងមានទម្ងន់យល់ដឹងពីច្បាប់និងសិទ្ធិខ្លួនឯងមិនថាការរស់នៅឬការធ្វើការងារត្រូវដឹងពីសិទ្ធិនិងកាតព្វកិច្ចរបស់អ្នកកាលណាអ្នកដឹងច្បាស់គ្មាននរណាអាចមកគំរាមកំហែងឬបន្លំយកផលប្រយោជន៍ពីអ្នកបានឡើយ 2. អភិវឌ្ឍជំនាញទំនាក់ទំនងនិងការសង្កេតស្ដាប់ឲ្យបានច្រើននិយាយឲ្យតិចមនុស្សឆ្លាតវៃចូលចិត្តសង្កេតនិងស្ដាប់ប៉ុន្តែយល់ពីចរិតលក្ខណៈនិងចំណុចខ្សោយចំណុចខ្លាំងរបស់គូកនការនិយាយច្រើនពេកងាយនឹងហ៊ីហូព័ត៌មានផ្ទាល់ខ្លួនឲ្យគេមកវាយប្រហារយើងវិញរៀនបដិសេធនិយាយពាក្យថាទេកុំធ្វើជាមនុស្សល្អពេកដែលព្រមធ្វើតាមគ្រប់រឿងបើការស្នើសុំនោះមិនសមហេតុផលឬធ្វើឲ្យអ្នកខាតបង់ត្រូវហ៊ានបដិសេធដោយសមរម្យប៉ុន្តែដាច់អហង្ការ 3. គ្រប់គ្រងអារម្មណ៍ឲ្យបានល្អរក្សាភាពស្ងប់ស្ងាត់នឹងពេលមានចំនួនឬពេលគេឌឺដងបើអ្នកខឹងនោះអ្នកចាញ់គេបាត់ទៅហើយភាពស្ងប់ស្ងាត់និងការញញឹមតបវិញគឺជាអាវុធដ៏មានឥទ្ធិពលបំផុតដែលធ្វើឲ្យម្ខាងទៀតតល់តម្រេះកុំបង្ហាញចំណុចខ្សោយកុំទម្លាយការសម្ងាត់ភាពភ័យខ្លាចឬបញ្ហាផ្ទាល់ខ្លួនប្រាប់មនុស្សទូទៅព្រោះថ្ងៃណាមួយគេអាចនឹងយកព័ត៌មានទាំងនោះមកធ្វើបាបអ្នកវិញ 4. បង្កើតគោលការណ៍ផ្ទាល់ខ្លួនកុំឲ្យគេមើលងាយត្រូវមានតម្លៃផ្ទាល់ខ្លួនបើមានគេនិយាយលេងសើចហួសព្រំដែនឬមើលងាយសម្ដែងការមិនពេញចិត្តភ្លាមដោយសម្ដីគួរសមតែមើងម៉ាត់ដើម្បីឲ្យគេដឹងថាអ្នកមិនមែនជាផ្ទាំងស៊ីបសម្រាប់គេជន់ឈ្លីឡើយឯករាជ្យម្ចាស់ការត្រូវពឹងផ្អែកលើខ្លួនឯងទាំងផ្នែកហិរញ្ញវត្ថុនិងការសម្រេចចិត្តកាលណាអ្នកមិនពឹងផ្អែកលើគេក៏មិនអាចមកបង្គាប់បញ្ជាឬដាក់សម្ពាធលើអ្នកបានដែរចំណាំមនុស្សឆ្លាតពិតប្រាកដមិនមែនបង្ហាញភាពឆ្លាតដើម្បីអួតគេទេគឺគេប្រើវាដើម្បីរស់នៅដោយមានសុវត្ថិភាពមានសេចក្តីថ្លៃថ្នូរនិងទទួលបានការគោរពពីអ្នកដទៃដើម្បីបង្កើនភាពឆ្លាតវៃនិងការការពារខ្លួនមិនឲ្យចាញ់ប្រៀបគេបន្ថែមទៀតយើងត្រូវងាកមកមើលល្បិចកលក្នុងសង្គមនិងការរៀបចំរឹកពីខាងក្រៅវិញម្ដងខាងក្រៅនេះជាយុទ្ធសាស្ត្រកម្រិតខ្ពស់ដែលអ្នកអាចយកទៅប្រើប្រាស់បាន 1. យុទ្ធសាស្ត្រដឹងទាន់កលល្បិចការពារខ្លួនកុំជឿលើសម្ដីផ្អែមល្ហែមពេកមនុស្សដែលចូលមកចិត្តអ្នកភ្លាមហើយពោលពាក្យសរសើរមិនដាច់ពីមាត់ឬធ្វើល្អខុសធម្មតាភាគច្រើនគឺមានបំណងចង់មានអ្វីមួយពីអ្នកចូលពិនិត្យមើលសកម្មភាពជាក់ស្ដែងរបស់គេជាជាងស្ដាប់តែសម្ដីមើលផលប្រយោជន៍ជាធំក្នុងទំនាក់ទំនងការងារឬជំនួញមុននឹងព្រមព្រៀងធ្វើអ្វីមួយត្រូវសួរខ្លួនឯងថាតើគេចំណេញឬអ្វីហើយយើងចំណេញអ្វីបើកិច្ចសន្យាឬការបបួលនោះមានតែគេចំណេញឯយើងរងហានិភ័យត្រូវដកខ្លួនភ្លាមកុំធ្លាក់ក្នុងអន្ទាក់ការគៀបសង្កត់ផ្លូវចិត្តមនុស្សខ្លះចូលចិត្តធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងខុសឬជំពាក់គុណគេដើម្បីបង្ខំឲ្យអ្នកធ្វើតាមចិត្តគេបើអ្នកមិនបានធ្វើខុសទេកុំសុំទោសផ្ដេសផ្ដាស់និងកុំទទួលខុសត្រូវលើកំហុសរបស់អ្នកដទៃ 2. ការរៀបចំរឹកពីនិងភាសាកាយវិការមនុស្សទន់ខ្សោយងាយនឹងក្លាយជាផ្ទាំងស៊ីបនៃការកេងប្រវ័ញ្ចដូច្នេះត្រូវរៀបចំរឹកពីឲ្យមើលទៅមានអំណាចដើរងើបមុខស្មាបើកចំហរឹកពីបែបនេះបង្ហាញពីទំនុកចិត្តលើខ្លួនឯងសម្លឹងមើលភ្នែកនៅពេលនិយាយគ្នាត្រូវសម្លឹងចំភ្នែកដៃគូសន្ទនាការកិច្ចភ្នែកបង្ហាញពីភាពភ័យខ្លាចឬការលាក់លៀមនិយាយមួយនឹងមានទម្ងន់កុំនិយាយលឿនពេកឬនិយាយដណ្ដើមគេការនិយាយមួយបញ្ជាក់ច្បាស់នឹងធ្វើឲ្យសម្ដីអ្នកមានតម្លៃនិងគួរឲ្យកោតសរសើរ 3. វិធីតបដោយឆ្លាតវៃនៅពេលត្រូវគេគៀបសង្កត់ប្រើសំណួរវាយបកនៅពេលមានគេនិយាយឌឺដងឬសួរដេញដោលក្នុងបំណងមិនល្អកុំខឹងហើយក៏កុំឆ្លើយតបតាមត្រង់ត្រូវសួរបកទៅវិញដោយស្ងប់ស្ងាត់ឧទាហរណ៍តើបងមានបំណងអ្វីទើបសួរចំណុចនេះឬតើរឿងនឹងវាពាក់ព័ន្ធអីនឹងការងារយើងដែរការធ្វើបែបនេះនឹងរុញសម្ពាធទៅឲ្យម្ខាងទៀតវិញទាញពេលវេលានៅពេលត្រូវគេបង្ខំឲ្យសម្រេចចិត្តភ្លាមទាំងដែលអ្នកមិនតន់ច្បាស់លាស់កុំតន់ឆ្លើយថាបាទឬចាស់ត្រូវនិយាយថា
រឿងនេះសំខាន់ខ្ញុំសូមពេលពិនិត្យមើលលម្អិតសិនខ្ញុំនឹងផ្ដល់ចម្លើយវិញនៅថ្ងៃស្អែកមនុស្សខលខូចចូលចិត្តបង្ខំឲ្យយើងសម្រេចចិត្តពេលយើងស្លន់ស្លោ 4. ជ្រើសរើសមនុស្សជុំវិញខ្លួនដើរជាមួយមនុស្សឆ្លាតបើអ្នកនៅក្បែរមនុស្សពូកែនោះអ្នកនឹងរៀនសូត្របានលឿនវិធីសាស្ត្រដោះស្រាយបញ្ហារបស់គេរក្សាគម្លាតមនុស្សពលមនុស្សដែលចូលចិត្តរិះគន់ជន់ឈ្លីអ្នកជញ្ជក់យកធម្មពលវិជ្ជមានរបស់អ្នកឬចាំតែផ្ដេកផ្ដួលយកផលប្រយោជន៍គួរតែដកខ្លួនឲ្យឆ្ងាយគន្លឹះដាច់ខាតធ្វើជាមនុស្សស្លូតបូតប៉ុន្តែមិនត្រូវធ្វើជាមនុស្សល្ងងឡើយមានចិត្តមេត្តាត្រូវតែមានបន្លាការពារខ្លួនតើព្រឹត្តិការណ៍ណាមួយជាក់លាក់ដែលអ្នកទើបតែកាត់ឡើងហើយធ្វើឲ្យអ្នកមានអារម្មណ៍គិតថាមិនសប្បាយចិត្តឬចាញ់ប្រៀបគេដែរឬទេការចង់បានប្រៀបឬចង់ឲ្យស្ថានភាពមួយចំណេញមកខាងយើងដោយមិនបង្កើតសត្រូវនិងធ្វើឲ្យម្ខាងទៀតខឹងគឺជាសិល្បៈនៃការចរចានិងការគ្រប់គ្រងមនុស្សកម្រិតខ្ពស់មិនមែនជាការទៅលួចបន្លំគេទេប៉ុន្តែជាការប្រើចិត្តសាស្ត្រឲ្យគេព្រមលះបង់ផលប្រយោជន៍ឲ្យយើងដោយរីករាយខាងក្រោមនេះជាយុទ្ធសាស្ត្រចិត្តសាស្ត្រដែលអ្នកអាចយកទៅប្រើប្រាស់បាន 1. យុទ្ធសាស្ត្រផ្ដល់ឲ្យមុនយកតាមក្រោយចិត្តសាស្ត្រមនុស្សគឺនៅពេលទទួលបានរបស់អ្វីមួយពីគេពួកគេនឹងមានអារម្មណ៍ជំពាក់ចិត្តនិងចង់សងគុណវិញរបៀបអនុវត្តជួយយកអាសាគេក្នុងរឿងតូចតាចផ្ដល់ការសរសើរដោយស្មោះឬផ្ដល់ផលប្រយោជន៍តូចមួយឲ្យគេមុននៅពេលក្រោយបើអ្នកស្នើសុំអ្វីមួយដែលចំណេញដល់អ្នកគេនឹងពិបាកបដិសេធហើយព្រមធ្វើតាមអ្នកដោយមិនដឹងខ្លួននិងមិនខឹងឡើយ 2. ប្រើវិធីសុំច្រើនដើម្បីបានតិចនេះជាល្បិចចរចាដ៏មានប្រសិទ្ធភាពខ្ពស់បើអ្នកចង់បានផលប្រយោជន៍កម្រិត 5 ត្រូវសុំកម្រិត 10 មុនរបៀបអនុវត្តហើបមាត់សុំរឿងដែលធំឬពិបាកដែលអ្នកដឹងថាគេច្បាស់ជាបដិសេធនៅពេលគេបដិសេធហើយគេនឹងមានអារម្មណ៍ខុសបន្តិចបន្តួចភ្លាមនោះត្រូវទម្លាក់មកសុំរឿងពិតប្រាកដដែលអ្នកចង់បានកម្រិត 5 គេនឹងមានអារម្មណ៍ថាអ្នកបានសម្របសម្រួលថយមួយជំហានដូច្នេះគេនឹងព្រមព្រៀងភ្លាមដោយគិតថាខ្លួនឯងចំណេញ 3. ធ្វើឲ្យគេមានអារម្មណ៍ថាគេជាអ្នកឈ្នះមនុស្សយើងចូលចិត្តអារម្មណ៍ថាខ្លួនឯងជាអ្នកសម្រេចចិត្តនិងជាអ្នកឈ្នះដូច្នេះត្រូវចេះរៀបចំពាក្យសម្ដីរបៀបអនុវត្តកុំនិយាយពីផលប្រយោជន៍របស់អ្នកតែត្រូវនិយាយពីផលប្រយោជន៍ដែលគេនឹងទទួលបានឧទាហរណ៍ជំនួសឲ្យការនិយាយថាខ្ញុំចង់ឲ្យអ្នកជួយធ្វើការងារនេះឲ្យខ្ញុំត្រូវប្ដូរជាការងារនេះបើបានបងជួយធានាថាថ្នាក់លើនឹងមើលឃើញសមត្ថភាពបងកាន់តែច្បាស់ហើយវាក៏ជួយសម្រាលការងារខ្ញុំខ្លះដែរគេធ្វើការឲ្យអ្នកទាំងសប្បាយចិត្ត 4. ប្រើសិល្បៈចាក់បណ្ដោយតាមទឹកកុំព្យាយាមជជែកឆ្លោះប្រកែកដើម្បីយកឈ្នះព្រោះការឆ្លោះមានតែធ្វើឲ្យគេខឹងនិងចង់គំនុំរបៀបអនុវត្តនៅពេលពិភាក្សាត្រូវយល់ស្របនឹងគំនិតរបស់គេមុនសិនរួចសូកគំនិតរបស់យើងតាមក្រោយដោយប្រើពាក្យថាហើយជំនួសពាក្យថាប៉ុន្តែឧទាហរណ៍គំនិតបងល្អណាស់ហើយបើជំនួសត្រង់ចំណុចនេះបន្តិចវានឹងកាន់តែឥតខ្ចោះធ្វើបែបនេះគេមានអារម្មណ៍ថាត្រូវបានគេផ្ដល់តម្លៃនិងព្រមធ្វើតាមយើងទាំងញញឹម 5. ធ្វើជាមនុស្សល្ងងដើម្បីចំណេញមនុស្សឆ្លាតពិតប្រាកដជួនកាលចូលចិត្តធ្វើជាមិនសូវដឹងអីដើម្បីឲ្យអ្នកដទៃទម្លាក់ការប្រុងប្រយ័ត្នរបៀបអនុវត្តនៅចំពោះមុខមនុស្សដែលចូលចិត្តអួតឬចូលចិត្តអំណាចកុំទៅប្រជែងពូកែជាមួយគេធ្វើជាសុំការណែនាំពីគេធ្វើជាសរសើរគេនៅពេលដែលគេមានមោទនភាពចំពោះខ្លួនគេនឹងបើកចិត្តទូលាយហើយងាយនឹងផ្ដល់ឱកាសព័ត៌មានសម្ងាត់ឬផលប្រយោជន៍ផ្សេងៗមកឲ្យអ្នកដោយងាយការដាស់តឿនយុទ្ធសាស្ត្រទាំងនេះគួរប្រើប្រាស់ក្នុងកម្រិតមួយដែលសមស្របដើម្បីសាងទំនាក់ទំនងនិងការពារផលប្រយោជន៍ច្បាស់លាស់របស់ខ្លួនឯងបើប្រើប្រាស់វាហួសហេតុពេកដើម្បីតែភាពមានប្រៀបនិងភាពអាត្មានិយមថ្ងៃណាមួយគេនឹងដឹងតន់ហើយអ្នកនឹងបាត់បង់ទំនុកចិត្តពីមនុស្សជុំវិញខ្លួនទាំងស្រុង